នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកៃឈីសាណាអេប្រកាសថាការផ្គត់ផ្គង់ប្រេងមិនមានការរាំងស្ទះភ្លាមៗនោះទេនៅពេលដែលស្ថានភាពនៅតំបន់មជ្ឈមបូព៌ាកំពុងបង្កើនការព្រួយបារម្ភអំពីសន្តិសុខធម្មពលនាយករដ្ឋមន្ត្រីជប៉ុនបានចេញមុខធានាដល់ប្រជាពលរដ្ឋខ្លួនថាការផ្គត់ផ្គង់ប្រេងនិងផលិតផលពាក់ព័ន្ធមិនមានហានិភ័យនៃការរាំងស្ទះភ្លាមៗនោះទេកាលពីរសៀលថ្ងៃទី29ខែមិនិនាលោកស្រីថាកៃឈីសាណាអេបានប្រកាសតាមរយៈបណ្ដាញសង្គម X របស់ខ្លួនថាទោះបីមានសម្លេងព្រួយបារម្ភពីសាធារណជនក៏ដោយរដ្ឋាភិបាលជប៉ុនកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថាថាមពលនៅក្នុងប្រទេសនៅតែមានស្ថិរភាពនិងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងសារនោះលោកស្រីបានពន្យល់ថាសម្រាប់ប្រេងឆៅរដ្ឋាភិបាលកំពុងប្រើប្រាស់យុទ្ធសាស្ត្របញ្ចេញស្តុកបម្រុងដើម្បីធានាថាបរិមាណដែលប្រទេសជប៉ុនត្រូវការត្រូវបានរក្សាទុកយ៉ាងគ្រប់គ្រាន់ទោះបីជាក្នុងដំណាក់កាលចែកចាយមានករណីខ្លះដែលផលិតផលមិនទាន់ឈានដល់គ្រប់តំបន់ក៏ដោយក៏ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនកំពុងទទួលព័ត៌មាននិងអន្តរាគមន៍ដោយជួយសម្រួលការផ្គត់ផ្គង់តាមបណ្ដាញផ្សេងៗដើម្បីបំពេញចន្លោះខ្វះខាតទាំងនោះចំពោះផលិតផលមួយចំនួនដូចជា Naphtha លោកស្រីបានទទួលស្គាល់ថាកំពុងមានភាពមិនស្មើគ្នាក្នុងការចែកចាយដូច្នេះរដ្ឋាភិបាលជប៉ុនបានស្នើឲ្យក្រុមហ៊ុនផលិតនិងចែកចាយធានាការផ្គត់ផ្គង់ឲ្យមានស្ថិរភាពនិងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើពីនេះវិស័យវិទ្យាសាស្ត្រដែលពឹងផ្អែកលើផលិតផលផ្លាស្ទិកដូចជាសម្ភារៈវិទ្យាសាស្ត្រត្រូវបានដាក់ជាអាទិភាពខ្ពស់ម្យ៉ាងទៀតក្រសួងសុខាភិបាលនិងក្រសួងសេដ្ឋកិច្ចកំពុងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រមូលព័ត៌មាននិងបង្កើតប្រព័ន្ធគាំទ្រដែលអាចធានាបានថាសកម្មភាពវិទ្យាសាស្ត្រនឹងមិនត្រូវបានរារាំងដោយបញ្ហាកង្វះការផ្គត់ផ្គង់ឡើយនៅចុងបញ្ចប់នាយករដ្ឋមន្ត្រីជប៉ុនបានអំពាវនាវយ៉ាងសាមញ្ញថាមិនមានការរាំងស្ទះភ្លាមៗនៃការផ្គត់ផ្គង់ទេដូច្នេះសូមប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ហើយរដ្ឋាភិបាលជប៉ុននឹងខិតខំរកវិធីផ្សេងៗរួមទាំងការស្វែងរកប្រភពផ្គត់ផ្គង់ជំនួសដើម្បីការពារជីវិតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ